ចឹងម្នាក់គឺមានរបៀបថែទាំសុខភាពផ្សេងៗគ្នាហើយនេះខ្ញុំចែកម្លែកអំពីរបៀបក្នុងការថែរក្សាប្រព័ន្ធការពារឬគេហៅថាប្រព័ន្ធភាពស៊ាំទាហាននៅក្នុងខ្លួនរបស់យើងធ្វើម៉េចឲ្យមានសុខភាពល្អធន់ទៅនឹងជំងឺឆ្លងនានាណារបស់ WHO អង្គការសុខភាពពិភពលោកសាកលវិទ្យាល័យធំៗផ្សេងៗទៀតនៅលើពិភពលោករួមមានដូចជាសាកលវិទ្យាល័យ Harvard ជាដើមហ្នឹងគឺថាតែងតែផ្ដល់អនុសាសន៍យុទ្ធសាស្ត្រមួយចំនួនក្នុងនេះខ្ញុំលើកយុទ្ធសាស្ត្រចំនួន3ធំក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំដើម្បីឲ្យធន់រឹងមាំទៅនឹងជំងឺឆ្លងណាទី1គឺការពង្រឹងរបបអាហារទី2គឺការសម្រាកហើយនិងការបំពេញជាតិទឹកទី3គឺរបៀបរស់នៅនិងអាហារបំពន់ซึ่งក្នុងទី1ធំការពង្រឹងរបបអាហារហ្នឹងគឺការមាន4ចំណុចទៀតទី1គឺផ្ដល់អាទិភាពទៅលើអាហារដែលសម្បូរជាតិប្រូតេអ៊ីនហ្នឹងគឺថាជាសារធាតុចាំបាច់ណាស់ក្នុងការកោសិការាងកាយរបស់យើងយកទៅប្រើប្រាស់ក្នុងការផលិតជាតិទាហានគ្រាប់ឈាមសនិងផលិតជា antibody ណាហើយសាច់ដែលល្អហ្នឹងគឺយើងដឹងហើយសាច់ត្រីសាច់មាន់ជាប្រូតេអ៊ីននៅក្នុងតៅហ៊ូក្នុងគ្រាប់ធញ្ញជាតិគ្រាប់សណ្តែកជាដើមហ្នឹងអញ្ចឹងជាទូទៅក្នុងមួយពេលរបបអាហារដែលមាន2ពេលទៅ3ពេលតាមពួកយើងហ្នឹងគឺថាជាតិសាច់ត្រូវមានចន្លោះពី50ក្រាមជុំអញ្ចឹងណាក្នុងមួយពេលយ៉ាងតិចណាស់ក៏25ក្រាមក្នុងមួយពេលដែរទី2ផ្ដោតទៅលើវីតាមីនដូចវីតាមីន C វីតាមីន D និងសារជាតិស័ង្កសីដែលមាននៅក្នុងពួកអាហាររបស់យើងហ្នឹងបន្លែផ្លែឈើហ្នឹងមានដូចជាផ្លែឈើជូរជូរម្ទេសប្លោកត្រីដែលមានជាតិខ្លាញ់ណាសាច់មានជាតិខ្លាញ់ណាជាតិស័ង្កសីមាននៅក្នុងធញ្ញជាតិមានក្នុងសាច់ត្រីសាច់អីជាដើមហ្នឹងណាអញ្ចឹងទី3គឺផ្ដោតទៅលើសុខភាពរបស់កាពះពោះវៀនអញ្ចឹងទាមទារឲ្យពួកយើងទៅពីម៉ត់សុខភាពមាត់ធ្មេញឲ្យបានល្អដើម្បីយើងទៅពីម៉ត់ទៅពីយូរអាហារទី3គឺថាភាសាអាហារដែលមានជាតិprobiotic ដូចជាយ៉ាអ៊ូជាដើមផងណាដើម្បីបង្កើនបាក់តេរីល្អក្នុងពោះវៀនយើងដែលជួយក្នុងការរំលាយអាហារបានម៉ត់ល្អស្រូបយកសារធាតុចិញ្ចឹមបានគ្រប់ណាទី4កាត់បន្ថយអាហារដែលសម្បូរជាតិស្ករច្រើនជាពិសេសស្ករកែច្នៃជាតិផ្អែមខ្លាំងនៅក្នុងភេសជ្ជៈកែច្នៃហ្នឹងណាអញ្ចឹងជាតិស្ករដែលមាន carbohydrate ដែលមាននៅក្នុងជាតិបាយជាតិនំប៉័ងជាតិម្សៅនំអីមុំតិចតួចដែលយើងញ៉ាំជាប្រចាំហ្នឹងមិនជាចោលទេក្នុងផ្លែឈើជាតិផ្អែមក្នុងផ្លែឈើមួយចំនួនមិនជាចោលទេតែបើយើងផឹកភេសជ្ជៈផ្អែមជាអាហារជាភេសជ្ជៈបើកម្លាំងនឹងខ្លាំងអាហ្នឹងទៅជាការណែនាំឲ្យកាត់បន្ថយពីព្រោះវាអាចបង្ការមានការ inflammation ការរលាកនៅក្នុងរាងកាយយើងក្នុងឈាមយើងអាចរំខានដល់ការយើងដឹងហើយឈាមគឺត្រាំដោយគ្រាប់ឈាមសទាហានរបស់យើងនៅក្នុងហ្នឹងកាលណាឈាមយើងអាប់អួរឈាមយើងក្តៅគឺរាងកាយយើងសុខភាពអត់ល្អដែរទី2ធំគឺយើងផ្ដោតទៅលើការសម្រាកគឺធ្វើម៉េចសម្រាកឲ្យបានយ៉ាងតិច6ម៉ោងទៅ7ម៉ោងក្នុងមួយថ្ងៃព្រោះពេលដែលយើងគេងលក់ស្កប់ស្កល់អត់យល់សពពេញស្កប់ហ្នឹងគឺថារាងកាយយើងចាប់ផ្ដើមជួសជុលសាច់ដុំជួសជុលប្រូតេអ៊ីនយកទៅប្រើប្រាស់យកទៅផលិតយកទៅសាំងតែបង្កើត molecule បង្កើត antibody